បាទជំរាបសួរអ្នកទាំងអស់គ្នាបាទជួបជាមួយខ្ញុំបាទមួងម៉ារាំងបាទតកតងនឹងសេចក្តីណែនាំបាទអំពីការពង្រឹងការអនុវត្តនៃការចេញវិក័យប័ត្រចំពោះសកម្មភាពដឹកជញ្ជូនតាមផ្លូវទឹកអន្តរជាតិអញ្ចឹងត្រង់ចំណុចហ្នឹងគឺយើងមានអនុលោមប្រកាសលេខ405ដែលចុះថ្ងៃទី21ឧសភា2025នេះកន្លងមកហ្នឹងគឺនាយកដ្ឋានពន្ធដារបានសង្កេតឃើញថាការចេញវិក័យប័ត្រអត់ទាន់បានល្អនោះទេបាទអញ្ចឹងខាង logistics គឺគាត់អាចសិក្សាបន្ថែមទៀតបាទគាត់ជាចំណេះដឹងណាបាទអញ្ចឹងការពង្រឹងអនុវត្តវិធានការនៃការចេញវិក័យប័ត្រចំពោះសកម្មភាពដឹកជញ្ជូនទំនិញតាមផ្លូវទឹកអន្តរជាតិបាទអញ្ចឹងយើងយោងតាមសេចក្តីណែនាំលេខ3660អពដចុះថ្ងៃទី30មករា2026បាទអញ្ចឹងយើងមើលអំពីមូលដ្ឋានគតិយុត្តនិងគោលបំណងសួរថាតើសេចក្តីណែនាំនេះគឺចង់និយាយពីអីណាអញ្ចឹងមូលដ្ឋានគតិយុត្តប្រកាសលេខ405សហវប្រកអពុដចុះថ្ងៃទី21ឧសភា2025ហើយនឹងយោងច្បាប់ស្តីពីសារប្រពន្ធឆ្នាំ2023បាទនឹងគោលបំណងពង្រឹងសង្កត់ភាពបាទនិងប្រសិទ្ធភាពក្នុងការប្រមូលពន្ធធានាថាការចេញវិក័យប័ត្ររបស់ភ្នាក់ងារស្របតាមបទបញ្ញត្តិពន្ធដារការកំណត់អត្តសញ្ញាណសហគ្រាសអំពីយើងលើក case study ណាយើងតំណាងឲ្យក្រុមហ៊ុន EV Transport អានេះយើងតាងឲ្យបងប្អូនណាបាទហើយសហគ្រាសដឹកជញ្ជូនអន្តរជាតិហ្នឹងហៅថា Linear អញ្ចឹងទៅបាទអានិវាសិកជនEV Transport Marine Asia PTL PTE Ltd ណាអានេះគឺសហគ្រាសដឹកជញ្ជូនអន្តរជាតិនៅក្រៅប្រទេសបងប្អូនបាទហើយសហគ្រាសជាភ្នាក់ងារ agent និវាសនជនឬហៅថា PE ណាបាទហៅមួយទៀតបើយើងឃើញលើវិក័យប័ត្រយើងមានពាក្យ agent នេះពាក្យច្រើនគេថា agent ណាហ្នឹងអញ្ចឹង EVT Transport Shipping Service Cambodia ហ្នឹង Co Ltd បាទជាច្រើនពួកគាត់ចេញវិក័យប័ត្រដែលមានវិក័យប័ត្រនៅក្រៅប្រទេសមានធានានេះហើយប៉ុន្តែខាងក្រោមនេះគឺមានការទូទាត់លុយអញ្ចឹងកន្លែងហ្នឹងគឺអត់ទាន់ពេញលេញទេណាបងប្អូនបាទអញ្ចឹងទំនាក់ទំនងភ្នាក់ងារក្នុងស្រុកគឺជាគ្រឹះស្ថានអចិន្ត្រៃយ៍ PE របស់ក្រុមហ៊ុនមេអនិវាសនជនបាទអញ្ចឹងEV Transport Shipping Service នេះគឺជាភ្នាក់ងារក្នុងស្រុកណាគ្រឹះស្ថានអចិន្ត្រៃយ៍កាតព្វកិច្ចចេញវិក័យប័ត្រអញ្ចឹងគ្រឹះស្ថានអចិន្ត្រៃយ៍ហ្នឹងគឺត្រូវចេញកាតព្វកិច្ចចេញវិក័យប័ត្រហ្នឹងហៅថា invoice application ដែលចេញវិក័យប័ត្រសហគ្រាសជាភ្នាក់ងារ EV Transport Cambodia បាទដែលមាននៅក្នុងបេក្ខជាណាតែខណ្ឌដាច់ខាតលើវិក័យប័ត្រត្រូវតែរំលេចឈ្មោះសហគ្រាសដឹកជញ្ជូនអន្តរជាតិ EV Transport Marine Asia អញ្ចឹងដាច់ខាតគឺត្រូវចេញឈ្មោះ Marine Asia នេះបងប្អូនបាទនៅក្រៅប្រទេសគោលដៅដើម្បីបញ្ជាក់ថាជាចំណូលរបស់អនិវាសនជនដែលត្រូវជាប់ពន្ធតាមវិធាន3%អញ្ចឹង EV Transport Cambodia នៅកាត់ពន្ធកាត់ទុកហ្នឹងបាទ3%ណាពី EV Transport Marine Asia មុននឹងផ្ញើលុយគេទៅណាបាទព្រោះវាចំណូលរបស់ EV Transport Marine Asia ហ្នឹងអូខេតម្រង់នឹងតនន័យលើវិក័យប័ត្ររៀបរៀងវិក័យប័ត្រត្រូវមានលំដាប់លំដោយច្បាស់លាស់ sequential numbering ព័ត៌មានចាំបាច់ឈ្មោះអាសយដ្ឋាននិងលេខវ៉ាទីនរបស់ភ្នាក់ងារកម្ពុជាអញ្ចឹងភ្នាក់ងារគឺ EV Transport Marine Asia ហ្នឹងមានអាហ្នឹងណាឈ្មោះក្រុមហ៊ុនដឹកជញ្ជូនអន្តរជាតិបរិយាយសេវាកម្ម Freight TXC CIC បាទហើយបែងចែកតាមអត្រាវ៉ាត់0និង10ឲ្យបានត្រឹមត្រូវអញ្ចឹងយើងអាចបែងចែកបានបងប្អូនណាថាមួយណាសេវាជាប់0និងមួយណាទៀតសេវាជាប់10%អញ្ចឹងនេះជា sample tax invoice ដែលខ្ញុំបានរៀបចំហើយជាគំរូបងប្អូនណាយោងតាមសេចក្តីណែនាំបាទ3660បាទអូខេអញ្ចឹង sample គឺទី1មានឈ្មោះក្រុមហ៊ុន Ever Transport Shipping Cambodia ណាភាសាខ្មែរ
អង់គ្លេសបាទអញ្ចឹងគាត់មានលេខវ៉ាត់ទីនរបស់គាត់ណាលេខវ៉ាត់របស់ភ្នាក់ងារក្នុងស្រុកអាស្រ័យដ្ឋានរាជធានីភ្នំពេញប្រជាកម្ពុជាយ៉ាងទៅហើយតម្រងកៃបាននៅតាក់ invoice យ៉ាងចេញបែបហ្នឹងបងប្អូនអញ្ចឹងកុំភ្លេចឈ្មោះហើយនឹងតម្រងហើយយើងដាក់ថាចេញក្នុងនាមសហគ្រាសដឹកជញ្ជូនអនិវាសនជនដែលមានឈ្មោះ EV Transport Marine Asia PT Ltd បាទដែលមានលេខវិក័យប័ណ្ណ number AVT អញ្ចឹងទៅ01កាលបដិឆេទថ្ងៃ10ថ្ងៃហ្នឹងណា10ខែ2 2026អញ្ចឹងទៅអតិជន ABC Trading Co Ltd ដែលមានលេខតញ្ញាសារពើពន្ធវ៉ាត់ទីនណាបាទអញ្ចឹងវាជាលក្ខណៈ reimbursement មួយដែលយើងទៅចេញឲ្យទាលុយនឹងទទួលបានចំណូលនេះណាអូខេអញ្ចឹងទី1 International Ocean Freight Vessel EV នេះទីហោណាបាទមួយហ្នឹង1000គឺinternational transport ណាគេថា freight ដឹកជញ្ជូនហ្នឹងគឺ0ណា1000ទៅ terminal handling charge THC ហ្នឹងគឺគិត10%អញ្ចឹងណាបាទ document fee reimbursement $50អីចឹងទៅ$10វ៉ាត់10%បាទ50អញ្ចឹងកន្លែងនេះគឺយើងយកដល់សិនណាយើងអត់ទាន់គិតបូកវ៉ាត់បញ្ចុះអញ្ចឹងសរុបទៅវាទាំងអស់វា1200ហ្នឹងបងប្អូន1200បូកវ៉ាត់អានេះ200ទៅយើងគុណ10ទៅវា20ណាអញ្ចឹង1200បូក20ទៅ1220តែម្ដងអញ្ចឹងមានហត្ថលេខាត្រាស្ថានីយ៍របស់ត្រាដោយ EV Transport Camp ហ្នឹងណាហើយកុំភ្លេចអមវិក័យប័ណ្ណរបស់ EV Transport Marine នេះទៅដើម្បីជាភស្តុតាងបន្ថែមទៀតណាបាទអមតែអូខេការអនុវត្តលើប្រាក់ចំណូលTOI 3%មូលដ្ឋានគិត15%នៃចំណូលដុល attribution income ហ្នឹងតាមមាត្រា20%នៃមូលដ្ឋានគិតពន្ធស្មើនឹង3%នៃចំណូលដុលណាអញ្ចឹងការកាត់ទុកភ្នាក់ងារក្នុងស្រុកមានកាតព្វកិច្ចកាត់ទុកនិងបង់ជូនរដ្ឋជំនួសក្រុមហ៊ុនអនិវាសជននឹងទៅបាទណាថាប្រយោជន៍អតិជនមិនចាំបាច់កាត់ទុក14%ឬ15%ទៀតឡើយហានិភ័យនិងទណ្ឌកម្មប្រេះ penalty ភ្នាក់ងារចំពោះភ្នាក់ងារនឹងត្រូវរងការពិន័យទណ្ឌកម្មតាមច្បាប់ពន្ធដារប្រសិនបើមិនរំលេចឈ្មោះក្រុមហ៊ុនមេឬចេញវិក័យប័ណ្ណខុសទម្រង់បាទចំពោះអតិថិជនអ្នកទូទាត់មិនត្រូវបានអនុញ្ញាតឲ្យធ្វើជាចំណាយកាត់កង non deductible expense មិនអាចកាត់កងអកលលើតិចចូល input VAT អញ្ចឹងបើយើងធ្វើខុសគេអត់អនុញ្ញាតឲ្យយើងទេណាហើយបើយើងនៅតែចេញតាមវិក័យប័ណ្ណចាស់ទម្រង់ចាស់ដដែលហ្នឹងគឺគេអត់អនុញ្ញាតទេអញ្ចឹងសេចក្តីសន្និដ្ឋាននិងអនុសាសន៍សម្រាប់ភ្នាក់ងារត្រូវធ្វើបច្ចុប្បន្នភាពប្រព័ន្ធ ERP ឬ accounting ហ្នឹងដើម្បីឲ្យវិក័យប័ណ្ណស្របតាមសេចក្តីណែនាំ3660សម្រាប់អតិថិជនត្រូវពិនិត្យវិក័យប័ណ្ណឲ្យបានហ្មត់ចត់មុននឹងទូទាត់ប្រាក់ប្រសាសន៍ផ្ដាំផ្ញើអនុលោមភាពតាមសារពន្ធត្រឹមត្រូវនាំមកនៅសុវត្ថិភាពអាជីវកម្មបាទសូមអរគុណហើយកុំភ្លេចជួយ Subscribe Share និង Like បើចូលចិត្តវីដេអូនេះហើយបើមានចំណុចណាខុសឆ្គងបាទក៏សូមខន្តីអភ័យទោសបងប្អូនផងដែរបាទអញ្ចឹងអរគុណបាទខ្ញុំបាទមួងម៉ារាំងជម្រាបលាសង្ឃឹមថាជួយបងប្អូនបានច្រើនបាទអរគុណបាទបាយ